ខ្លួនសម្រាប់ចូលឆ្នាំថ្មីហើយនៅតោះបងប្អូនបដូរពណ៌សក់សិនណាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបលាបពណ៌ Cherry ដ៏ស្រស់ស្អាតដោយប្រើប្រាស់ជាមួយនឹងថ្នាំពណ៌ European និងថ្នាំពណ៌ 3D សម្រាប់ថ្នាំពណ៌ European គឺមានលេខកូដ845និង566ថ្នាំពណ៌ 3D លេខកូដ08និងទឹកអុកស៊ី 12% ចាក់ថ្នាំពណ៌បញ្ចូលគ្នារួចកូរឲ្យសព្វល្អបន្ទាប់មកយើងចាប់ផ្ដើមលាបថ្នាំពណ៌លើសក់ដើម្បីលាបពណ៌សក់បានល្អបងប្អូនត្រូវតែបែងចែកសក់ជាសន្ទប់ហើយលាបថ្នាំពណ៌ឲ្យបានសព្វល្អពីកូររហូតដល់ចុងសក់ហើយធ្វើការសិតសក់ជាសន្ទប់ដើម្បីឲ្យថ្នាំពណ៌ជ្រាបចូលបានសព្វល្អបន្ទាប់ពីលាបថ្នាំពណ៌រួចយើងត្រូវការរង់ចាំចន្លោះពេលពី30ទៅ45នាទីរួចហើយយកសក់ទៅលាងទឹកចេញឲ្យស្អាតដោយកក់ជាមួយនឹងសាប៊ូការ៉ាទីនបន្ទាប់មកធ្វើការ steam spa សក់ជាមួយនឹងថ្នាំអប់ការ៉ាទីនដើម្បីឲ្យសក់នឹងមានសភាពទន់ភ្លឺរលោងសរសៃសក់មានសុខភាពល្អនិងមានសំណើមបន្ថែមទៀតបន្ទាប់ពីលាងទឹកសម្អាតរួចរាល់ហើយធ្វើការផ្លុំសក់ឲ្យស្ងួតតែម្ដងហើយនេះគឺជាលទ្ធផលនៃពណ៌សក់របស់យើងពណ៌នេះពិតជាស្អាតខ្លាំងមែនទែនដូច្នេះសម្រាប់បងប្អូនដែលចង់ទទួលបានជាមួយនឹងពណ៌សក់ដ៏ស្រស់ស្អាតនិងស្មើល្អសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះបងប្អូនអាចប្រើប្រាស់ជាមួយនឹងថ្នាំពណ៌ European នេះបានឬក៏អញ្ជើញមកទទួលសេវាកម្មលាបពណ៌សក់នៅ Christina ក៏បាន